ប៉ុននៅផ្ទះមួយសង្ឃឹមថាវគ្គមុនអ្នកទាំងអស់គ្នាបានសិក្សារួចមកហើយពីអក្សរហ៊ីរ៉ាកាណាការប្រកបនិងអក្សរកាតាកាណាជាមួយនឹងការប្រកបផងដែរនៅពេលនេះយើងនាំគ្នារំលឹកឡើងវិញព្រមទាំងរៀនពាក្យថ្មីៗដែលសរសេរដោយអក្សរកាតាកាណាអញ្ចឹងសូមបញ្ចេញមើលថាតាមទាំងអស់គ្នាមេរៀនទី3 ដៃសង្កកាតាកាណា I stay តែតកអ៊ីគ្រីសប្រទេសអង់គ្លេស wine ស្រាទំពាំងបាយជូរ air con ម៉ាស៊ីនត្រជាក់ omelette ពងទាចៀនអូម៉ាឡែត camera ម៉ាស៊ីនថតរូប kiwi ផ្លែគីវី class ថ្នាក់រៀន cake នំពងទា cola Coca-Cola salad ញាំបន្លែ silk salt soup seta ironia sofa salon taxi cheese tuna ត្រីទូណា table តុ toilet អង្គុន knife កាំបិត communication ទំនាក់ទំនង noodle មីគុយទាវ necktie ក្រវ៉ាត់ក piano harmonica computer cup แป้ง helicopter អូថំពីកញ្ជាក់ wire បន្ទះលោហៈធាតុក្រដាសអាលុយមីញ៉ុំ mango ផ្លែស្វាយ mini tomato កូនប៉េងប៉ោះ gum ស្ករកៅស៊ូ menu សៀវភៅឈ្មោះម្ហូប mop ក្រណាត់ជូតអិតនៅទីនេះយើងឃើញអក្សរពណ៌បៃតងតូចមួយចំកណ្ដាលគឺជាអក្សរ ts ហើយយើងហៅវាថាអក្សរ ts តូចឬជាខ្សែ ts អក្សរនេះវាយើងនឹងឃើញនៅគ្រប់ទីកន្លែងភាគច្រើនដោយសារតែអក្សរនៅខាងក្រោយវាបើសិនជាអាចប្រកបជាមួយនឹងអក្សរខាងមុខបានឧទាហរណ៍អ្នកទាំងអស់គ្នាអាចឃើញអក្សរជា Romanjic ឬក៏ជាភាសាអង់គ្លេសដែលសរសេរនៅខាងក្រោមយើងខ្ញុំនឹងសរសេរ MOP MOP PU បានន័យអក្សរ ts តូចគឺជាតំណាងឲ្យអក្សរ p ដែលនៅខាងក្រោយដើម្បីឲ្យអក្សរ ts តូចនេះបានប្រកបជាមួយនឹងអក្សរ MOP យើងអានថា MOP
Thaya Thaya con cải xù Uniform Uniform ái sanh thàn Yogurt Yogurt từ đọc cô chú Raita Raita đại kẹp Rear Rear Bạc riêng Khmer Beer Beer Sra beer Restaurant Restaurant ភោជនីយដ្ឋាន Robot Robot មនុស្សយន្ត Waisatsu Waisatsu អាយសម្លៀកកដុកដៃដុកឬដៃខ្លី វក់ជាកតាកណាដោយសារតែវាជាបរិយាស័ព្ទប្រើសម្រាប់ចុះកម្មវត្ថុនិងកិរិយាសព្ទដូចនេះមិនមានសរសេរជាពាក្យអ្វីទេប៉ុន្តែសម្រាប់ពេលខ្លះគេក៏អាចប្រើវាបានដែរ Mansion Mansion Condo はい、今日はこれまで終わります。お疲れ様でした。どうもありがとうございました。